បន្ទាប់ពីប្រើប្រាស់រយៈពេល30ថ្ងៃកម្រិតជាតិស្ករនៅក្នុងឈាមនឹងមានលំនឹងត្រឹមតែ5ឬ6មីលីម៉ុលក្នុង1លីត្រហើយអាការៈនឿយហត់អស់កម្លាំងស្វាងភ្នែកវិលមុខញ័រដៃញ័រជើងផ្សេងបានថយចុះគួរឲ្យកត់សម្គាល់ចំពោះបងប្អូនដែលមានសញ្ញាជាតិស្ករឡើងចុះមិនទៀងទាត់ឬកំពុងមានផលវិបាកដោយសារជំងឺទឹកនោមផ្អែមខ្ញុំសូមណែនាំឲ្យចាប់ផ្ដើមស្វែងរកអាហារូបត្ថម្ភដែលត្រឹមត្រូវឲ្យបានឆាប់រហ័សដើម្បីជៀសវាងការវិវត្តនៃជំងឺដោយមិនដឹងខ្លួនបងប្អូនអាចទទួលទានទឹកដោះគោវ៉ាណា Diabetes ឲ្យបានទៀងទាត់ចំនួន2កែវក្នុងមួយថ្ងៃរួមជាមួយនឹងអាហារូបត្ថម្ភត្រឹមត្រូវសម្រាប់ឲ្យបានគ្រប់គ្រាន់និងហាត់ប្រាណតិចអស់រយៈពេល2ខែបងប្អូននឹងសង្កេតឃើញអាការៈរបស់បងប្អូនបានធូរស្បើយអំឡុងពេលនៃការផ្ដល់ប្រឹក្សាដល់អ្នកជំងឺទឹកនោមផ្អែមខ្ញុំបានសង្កេតឃើញថាអ្នកដែលយកចិត្តទុកដាក់ថែទាំរាងកាយដោយអនុវត្តរបបអាហារូបត្ថម្ភត្រឹមត្រូវជាទូទៅពួកគាត់អាចគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមបានល្អជាងនិងរក្សាសុខភាពឲ្យមានស្ថិរភាពបានប្រសើរជាងជាមួយនឹងបទពិសោធន៍ជាង20ឆ្នាំក្នុងការរួមដំណើរជាមួយអ្នកជំងឺទឹកនោមផ្អែមខ្ញុំយល់ថាការបង្ការផលវិបាកគឺមានសារៈសំខាន់មិនចាញ់ការគ្រប់គ្រងជាតិស្ករនៅក្នុងឈាមនោះទេចំពោះជំងឺទឹកនោមផ្អែមគឺជាជំងឺរ៉ាំរ៉ៃមួយដែលយើងត្រូវការយកចិត្តទុកដាក់ពីព្រោះថាវាធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្វើឲ្យប៉ះពាល់ដល់គុណភាពជីវិតអ្នកជំងឺហើយក៏គ្មាននរណាម្នាក់យល់ច្បាស់អំពីផលលំបាកនៃជំងឺទឹកនោមផ្អែមជាងអ្នកដែលកើតជំងឺទឹកនោមផ្អែមទេពីព្រោះថាពួកគេជួបប្រទះនូវបញ្ហាជាច្រើនដូចជាបញ្ហានោមញឹកគេងមិនលក់រាងកាយអស់កម្លាំងស្រេកទឹកនិយាយរួមទៅគឺអារម្មណ៍មិនស្រួលខ្លួនតែម្ដងមិនត្រឹមតែប៉ុណ្ណោះអាការៈស្ពឹកដៃស្ពឹកជើងឈឺចាប់តាមសរសៃសន្លាក់និងលំបាកក្នុងការធ្វើចលនាក៏ជាបញ្ហាមួយដែលធ្វើឲ្យការរស់នៅប្រចាំថ្ងៃកាន់តែលំបាកផងដែរនោះហើយគឺជាមូលហេតុដែលធ្វើឲ្យខ្ញុំវាយតម្លៃខ្ពស់ចំពោះដំណោះស្រាយអាហារូបត្ថម្ភដូចជា Vana Diabetes ដែលជាផលិតផលមានសន្ទុះ GI ទាបជួយកាត់បន្ថយការកើនឡើងជាតិស្ករនៅក្នុងឈាមក្រោយពេលទទួលទានអាហារបានយ៉ាងមានប្រសិទ្ធភាពលើពីនេះវាផ្ដល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីជួយឲ្យអ្នកជំងឺមានថាមពលកាន់តែប្រសើរឡើងនិងកាត់បន្ថយអារម្មណ៍អស់កម្លាំង Vana Diabetes ផ្ដល់នូវសារធាតុចិញ្ចឹមគ្រប់គ្រាន់និងមានតុល្យភាពដោយមិនប៉ះពាល់ដល់កម្រិតជាតិស្ករនៅក្នុងឈាមដែលជួយឲ្យអ្នកជំងឺរក្សាសុខភាពនិងកម្លាំងកាយល្អប្រសើរជារៀងរាល់ថ្ងៃខ្ញុំចង់ឃើញអ្នកជំងឺគ្រប់រូបមានចំណេះដឹងត្រឹមត្រូវក្នុងការជ្រើសរើសអាហារូបត្ថម្ភដើម្បីថែរក្សាសុខភាពឲ្យបានរឹងមាំរាល់ថ្ងៃសុខភាពល្អស្ថិតលើដៃរបស់អ្នកដូច្នេះសូមចាប់ផ្ដើមថែទាំខ្លួនចាប់ពីពេលនេះដើម្បីជីវិតប្រសើរជាងមុននិងគ្មានការព្រួយបារម្ភពីផលវិបាកដែលបណ្ដាលមកពីជំងឺនេះ